កត្តាអីខ្លះដែលធ្វើឲ្យបរិះនិងស្ត្រីគាត់ពិបាកក្នុងការដោះស្រាយទៅលើកាមរោគទី1គឺដោយសារតែរាងកាយរបស់គាត់នៅពេលដែលរាងកាយគាត់ខ្សោយខ្លាំងប្រព័ន្ធភាពស៊ាំចុះខ្សោយធ្វើឲ្យចាអង្គពិកររបស់គាត់នឹងមិនអាចប្រឆាំងជាមួយនឹងមេរោគទាំងអស់នោះប្រើប្រាស់ថ្នាំឬក៏ផលិតផលទៅគឺរាងកាយអត់ទទួលយកអញ្ចឹងធ្វើឲ្យការដោះស្រាយរបស់គាត់នឹងគឺវាក្រនឹងបានផលឬក៏មិនងាយនឹងដឹងផលទី2គឺដោយសារកត្តាការតមការញ៉ាំចំណីអាហាររបស់គាត់នឹងឯងចំពោះស្ត្រីគឺគាត់តមអត់បានទៅលើចាការញ៉ាំគ្រឿងផ្អាប់គ្រឿងអីហ្នឹងគឺធ្វើឲ្យការដោះស្រាយបញ្ហារបស់គាត់អត់ងាយជាទី2បរោះគឺគាត់អត់អាចតមទៅលើស្រាអត់អាចតមទៅលើបារីបានអញ្ចឹងគឺធ្វើឲ្យគាត់ញ៉ាំថ្នាំឬក៏ផលិតផលទៅធ្វើឲ្យគាត់អត់ងាយបានផលហើយក៏អត់ងាយជាដែរទៅលើបញ្ហាហ្នឹងហើយរឿងចុងក្រោយនោះគឺគាត់មិនអាចតមការរួមភេទបានព្រោះយើងដឹងហើយថាកាមរោគមួយចំនួនគឺតម្រូវឲ្យយើងតមការរួមភេទប៉ុន្តែបើសិនជាយើងតមការរួមភេទអត់បានវាអាចនឹងពិបាកក្នុងការដោះស្រាយខ្លាំងតែម្ដងទៅលើកាមរោគទាំងអស់នោះអញ្ចឹងបើសិនជាបងដែលគាត់ធ្លាប់ដោះស្រាយទៅលើកាមរោគហើយមិនបានផលឬក៏ក្រនឹងបានផលបងអាចពិនិត្យមើលទៅលើ3រឿងដែលអ្នកគ្រូចែករំលែកនៅក្នុងថ្ងៃនេះហើយបើសិនជាចង់លម្អិតកាន់តែច្បាស់អំពីការដោះស្រាយទៅលើបញ្ហាកាមរោគនឹងឲ្យបានផលបងអាចតាក់ទងមកកាន់អ្នកគ្រូតាម Telegram ឬក៏អាចទុកជាលេខទូរស័ព្ទនៅខាងក្រោមវីដេអូនេះបានអរគុណ